ពិបាកក្នុងការស្នើសុំតម្លើងកម្លាំងប្រើប្រាស់អគ្គិសនីក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជនមែនទេកុំបារម្ភកាន់តែងាយស្រួលជាមួយកម្មវិធី EACF ដើម្បីស្នើសុំតម្លើងកម្លាំងតាមរយៈកម្មវិធី EACF សូមលោកអ្នកអនុវត្តតាមវិធីដូចខាងក្រោមសូមចូលទៅកាន់កម្មវិធី EACF នៅផ្ទាំងខាងមុខលោកអ្នកនឹងឃើញមុខងារសេវាកម្មបន្ទាប់មកចុចលើមុខងារសេវាកម្មសូមចុចលើមុខងារតម្លើងកម្លាំងបន្ទាប់មកទៀតសូមជ្រើសរើសគណនីបានភ្ជាប់ដែលលោកអ្នកចង់ស្នើសុំតម្លើងកម្លាំងប្រើប្រាស់រួចចុចយល់ព្រមកម្មវិធីនឹងចាប់យកទិន្នន័យដែលលោកអ្នកកំពុងប្រើប្រាស់មកបង្ហាញបន្ទាប់មកទៀតចុចលើប៊ូតុងបន្តសូមជ្រើសរើសប្រភេទអតិថិជនដែលលោកអ្នកមានបំណងចង់ស្នើសុំសូមជ្រើសរើសកម្លាំងប្រើប្រាស់ដែលលោកអ្នកចង់ស្នើសុំសូមបញ្ចូលលេខទូរស័ព្ទទំនាក់ទំនងសូមបញ្ចូលឯកសារភ្ជាប់ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំដើម្បីភាពងាយស្រួលចំពោះការភ្ជាប់ឯកសារលោកអ្នកអាចថតពីកម្មវិធីផ្ទាល់ឬអាប់ឡូតជារូបភាពឬជាហ្វាល់ក៏បានបន្ទាប់មកចុចលើប៊ូតុងស្នើសុំដើម្បីបញ្ជូនសំណើរបស់លោកអ្នកទៅកាន់អ្នកផ្គត់ផ្គង់ក្រោយពេលលោកអ្នកស្នើសុំជោគជ័យហើយអ្នកផ្គត់ផ្គង់អគ្គិសនីនឹងពិនិត្យព្រមទាំងបន្តនីតិវិធីលើសំណើរបស់លោកអ្នកតាមគោលការណ៍កំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជាលោកអ្នកក៏អាចតាមដានសំណើរបស់ខ្លួនលើកម្មវិធី EACF បានផងដែរដោយចូលទៅកាន់មុខងារសេវាកម្មបន្ទាប់មកចុចលើសំណើរបស់ខ្ញុំនោះកម្មវិធីនឹងបង្ហាញអំពីដំណើរការនៃការស្នើសុំរបស់លោកអ្នកម្យ៉ាងទៀតកម្មវិធីនឹងផ្ញើសារជូនដំណឹងរាល់ដំណើរវិវត្តនៃសំណើរបស់លោកអ្នក